ចលនាដ៏មានឥទ្ធិពលបំផុតដែលអ្នកនឹងធ្វើគឺចលនាដែលគ្មានអ្នកណាម្នាក់រំពឹងទុកការពិតមួយនេះដែលកំណត់នៃគ្រប់យ៉ាងដែលអ្នកតែងតែធ្លាប់ឮនៅក្នុងពិភពលោកសព្វថ្ងៃនេះមនុស្សភាគច្រើនរវល់តែនិយាយអំពីគោលដៅរបស់ពួកគេនិយាយអំពីការរីកចម្រើនរបស់ពួកគេនិយាយអំពីភាពជោគជ័យដែលពួកគេមិនទាន់រកបានប៉ុន្តែការនិយាយមិនអាចសាងសង់អ្វីបានឡើយកុំនិយាយប្រាប់មនុស្សថាអ្នកធ្វើអ្វីផ្ដោតអារម្មណ៍ក្នុងភាពស្ងៀមស្ងាត់ឈ្នះក្នុងទីសាធារណៈអ្នកមិនចាំបាច់ប្រកាសផែនការរបស់អ្នកទេអ្នកមិនចាំបាច់បញ្ជាក់អ្វីឡើយអ្នកគ្រាន់តែត្រូវការបដិញ្ញាចិត្តយ៉ាងស្ងៀមស្ងាត់អ្នកត្រូវការបង្ហាញខ្លួនរាល់ថ្ងៃធ្វើឲ្យប្រសើរឡើងរាល់ថ្ងៃហើយជឿជាក់ថាលទ្ធផលនឹងនិយាយខ្លួនឯងនៅពេលវាគ្រប់គ្រាន់សៀវភៅនេះនឹងបង្រៀនអ្នកពីរបៀបផ្ដោតអារម្មណ៍របៀបការពារធម៌ពលរបស់អ្នករបៀបបញ្ឈប់ការសម្ដែងហើយចាប់ផ្ដើមផលិតប្រសិនបើអ្នកពិតជាឲ្យតម្លៃចំពោះការសាងសង់ភាពជោគជ័យដែលពិតប្រាកដនេះគឺជាកន្លែងដែលអ្នកចាប់ផ្ដើមយ៉ាងស្ងៀមស្ងាត់ដោយមិនចាំបាច់និយាយមួយម៉ាត់ជំពូកទី1បិទមាត់ហើយយកចិត្តទុកដាក់លើជីវិតរបស់អ្នកបិទមាត់ហើយយកចិត្តទុកដាក់លើជីវិតរបស់អ្នកនោះហើយជាកន្លែងដែលអ្វីៗទាំងអស់ចាប់ផ្ដើមវាមិនមែនអំពីការនិយាយទេវាអំពីការធ្វើវាមិនមែនអំពីការបញ្យល់ផែនការរបស់អ្នកដល់មនុស្សដែលមិនរស់នៅជីវិតរបស់អ្នកទេវាអំពីការភ្ញាក់ពីព្រលឹមមួយហើយសម្រេចចិត្តថាអ្នកគួរតែឈប់នឹងភាពមិនច្បាស់លាស់ទាំងអស់នោះអ្នកគួរតែឈប់ខ្ជិះជាពេលវេលាឈប់និយាយដោយគ្មានសកម្មភាពឈប់ធ្វើពុតថាអ្វីមិនអីនៅពេលវាមិនមែនដូច្នោះទេការសម្រេចចិត្តនោះការសម្រេចចិត្តស្ងៀមស្ងាត់នៅក្នុងចិត្តរបស់អ្នកផ្ទាល់គឺជាអ្វីដែលផ្លាស់ប្ដូរអ្វីទាំងអស់អ្នកមិនត្រូវការអនុញ្ញាតទេអ្នកមិនត្រូវការការយល់ព្រមអ្នកមិនត្រូវការការលោតលែងផ្ទះតែអ្នកត្រូវការការផ្ដោតអារម្មណ៍អ្នកត្រូវការការសន្ទនាផ្ទាល់ខ្លួនដ៏ពិតប្រាកដជាមួយនឹងខ្លួនឯងដែលនិយាយថាខ្ញុំនឹងមិនលេងសើចទៀតទេខ្ញុំនឹងមិនពន្យាពេលទៀតទេខ្ញុំនឹងមិនរកមធ្យោបាយខ្លីៗទៀតទេខ្ញុំនឹងធ្វើការមនុស្សភាគច្រើនចំណាយពេលវេលានិយាយអំពីអ្វីដែលពួកគេនឹងធ្វើជាងការធ្វើវាផ្ទាល់ពួកគេនឹងបង្ហោះអំពីគោលដៅរបស់ពួកគេនឹងនិយាយអំពីផែនការរបស់ពួកគេប៉ុន្តែពួកគេមិនដែលធ្វើអ្វីបានឡើយអ្នកដឹងហេតុអ្វីទេពីព្រោះការនិយាយគឺងាយស្រួលការនិយាយធ្វើឲ្យអ្នកមានអារម្មណ៍ថាអ្នកបានឈានទៅមុខទោះបីជាអ្នកមិនទាន់បានធ្វើក៏ដោយវាផ្ដល់ឲ្យអ្នកនូវភាពជឿជាក់យ៉ាងរហ័សប៉ុន្តែវាមិនផ្ដល់ឲ្យអ្នកនូវលទ្ធផលឡើយការរីកចម្រើនពិតប្រាកដចាប់ផ្ដើមនៅពេលដែលអ្នកស្ងៀមស្ងាត់នៅពេលដែលអ្នកសម្រេចចិត្តឈប់ចែករំលែកអ្វីទាំងអស់ហើយចាប់ផ្ដើមកែតម្រូវអ្វីទាំងអស់នៅពេលដែលអ្នកចាប់ផ្ដើមភ្ញាក់ពីព្រលឹមយ៉ាងមុននៅពេលដែលអ្នកឈប់ខ្ជះខ្ជាយពេលវេលាជាមួយមនុស្សដែលមិនខ្វល់ពីកន្លែងដែលអ្នកកំពុងទៅនៅពេលដែលអ្នកលុបបំបាត់អ្វីដែលរំខានហើយចាប់ផ្ដើមធ្វើការនោះហើយគឺជាការចាប់ផ្ដើមនៃអ្វីមួយដែលពិតប្រាកដអ្នកមិនមែនជាអ្នកខ្ចីគេដែលត្រូវពន្យល់អំពីគោលដៅរបស់អ្នកចំពោះអ្នកណាម្នាក់ឡើយមិនមែនមិត្តភក្តិមិនមែនអ្នកជិតខាងមិនមែនសូម្បីតែគ្រួសាររបស់អ្នកផងនេះគឺជាជីវិតរបស់អ្នកហើយប្រសិនបើអ្នកចង់ផ្លាស់ប្ដូរវាអ្នកត្រូវចាប់ផ្ដើមធ្វើសកម្មភាពដូចជាវាសំខាន់មនុស្សភាគច្រើននឹងមិនយល់អំពីរវៃទិដ្ឋិរបស់អ្នកទេមនុស្សភាគច្រើននឹងមិនយល់អំពីភាពស្ងៀមស្ងាត់របស់អ្នកនោះមិនអីទេពួកគេមិនចាំបាច់យល់ដែរអ្នកមិនកំពុងសាងសង់ជីវិតរបស់អ្នកដើម្បីធ្វើឲ្យអ្នកដទៃយល់នោះទេអ្នកកំពុងសាងសង់ជីវិតរបស់អ្នកដើម្បីក្លាយទៅជាមនុស្សដែលអ្នកដឹងថាត្រូវបានគេគួរសមហើយមនុស្សនោះរបស់អ្នកដែលអ្នកស្រូបបិណ្ឌអ្នកដែលអ្នកឃ្លានជាច្រើនឆ្នាំមកហើយអ្នកដែលអ្នកនិយាយជាមួយនៅពេលយប់យូរមនុស្សនោះមិនត្រូវការយកចិត្តទុកដាក់ទេវាត្រូវការសកម្មភាពអ្នកអាចបន្តនិយាយអំពីការផ្លាស់ប្ដូរឬក៏អ្នកអាចផ្លាស់ប្ដូរអ្នកអាចបន្តពន្យល់ឬក៏អ្នកអាចវិវត្តពិភពលោកមិនត្រូវការឮអំពីគោលបំណងរបស់អ្នកទេវាត្រូវការឃើញការផ្លាស់ប្ដូររបស់អ្នកមានឥទ្ធិពលនៅក្នុងភាពស្ងៀមស្ងាត់ភាពខ្លាំងក្លាមួយប្រភេទដែលរីកធំធាត់នៅពេលគ្មានអ្នកណាមើលអ្នកយកចិត្តទុកដាក់លើជីវិតរបស់អ្នកនៅពេលអ្នកឈប់តាមដានការយល់ព្រមនៅពេលអ្នកឈប់ត្រូវការឲ្យមានអ្នកណាម្នាក់យល់ស្របជាមួយអ្នកនៅពេលអ្នកឈប់ធ្វើឲ្យអ្នកដទៃដឹងអំពីរាល់ចលនារបស់អ្នកមិនអាចធំធាត់ឡើងដោយការនិយាយបានទេអ្នកអាចធំធាត់ឡើងដោយការធ្វើចាប់ផ្ដើមសួរខ្លួនឯងនៅសំណួរពិតប្រាកដមួយចំនួនតើអ្នកកំពុងប្រើពេលវេលារបស់អ្នកដោយវិចារណញ្ញាណឬតើអ្នកកំពុងប្រើប្រាស់ពេលព្រលឹមរបស់អ្នកដោយមធ្យោបាយល្អបំផុតឬតើអ្នកកំពុងវឹកហាត់រាងកាយរបស់អ្នកឬតើអ្នកកំពុងពង្រឹងគំនិតរបស់អ្នកឬតើអ្នកកំពុងរៀនចំណេញថ្មីឬក៏អ្នកគ្រាន់តែឆ្លងកាត់រាល់ថ្ងៃរំកិលអេក្រង់និយាយនឹងសុបិនប្រសិនបើអ្នកចង់ធ្វើឲ្យមានការផ្លាស់ប្ដូរពិតប្រាកដសូមចាប់ផ្ដើមដោយកាត់ផ្តាច់សំឡេងរំខានឈប់ព្យាយាមធ្វើឲ្យមនុស្សដែលមិនធ្វើអ្វីជាមួយជីវិតរបស់ពួកគេផ្ទាល់ចាប់អារម្មណ៍ឈប់ព្យាយាមពន្យល់ខ្លួនឯងដល់មនុស្សដែលមិនដែលយល់ពីអត្ថន័យនៃការលូតលាស់នោះគឺជាអន្ទាក់រាល់ពេលដែលអ្នកនិយាយជំនួសឲ្យការធ្វើអ្នកកំពុងដូរឥទ្ធិពលរបស់អ្នកជាមួយនឹងភាពស្រួល
ហើយរាល់ពេលដែលអ្នកដូរសកម្មភាពជាមួយនឹងភាពស្រួលអ្នកនៅតែជាប់គាំងនៅកន្លែងដដែលយកគោលដៅរបស់អ្នកយ៉ាងឲ្យតម្លៃយកពេលវេលារបស់អ្នកយ៉ាងឲ្យតម្លៃយកអនាគតរបស់អ្នកយ៉ាងឲ្យតម្លៃពីព្រោះប្រសិនបើអ្នកមិនធ្វើដូច្នោះទេគ្មានអ្នកណាផ្សេងទៀតធ្វើដូច្នោះឡើយអ្នកចង់ឲ្យគេគោរពបើដូច្នោះសូមសាងសង់អ្វីដែលគួរឲ្យគោរពអ្នកចង់ឲ្យមនុស្សយកអ្នកយ៉ាងឲ្យតម្លៃបើដូច្នោះសូមយកខ្លួនឯងយ៉ាងឲ្យតម្លៃមុនសិនអ្នកមិនចាំបាច់ប្រកាសអំពីអ្វីដែលអ្នកកំពុងធ្វើនោះទេគ្រាន់តែចាប់ផ្ដើមធ្វើការបង្ហាញខ្លួនថ្ងៃទៅថ្ងៃកែលម្អអាកប្បកិរិយារបស់អ្នករក្សាបន្ទប់របស់អ្នកឲ្យស្អាតសាងសង់វិន័យរបស់អ្នកឈប់រាត្រីការគ្មានអ្នកណាឃើញវានៅពេលនេះទេប៉ុន្តែនៅថ្ងៃមួយពួកគេនឹងឆ្ងល់ថាតើអ្នកធ្វើវាដោយរបៀបណាហើយចម្លើយនឹងមានភាពសាមញ្ញអ្នកបានបិទមាត់ហើយអ្នកបានយកចិត្តទុកដាក់អ្នកឈប់ត្រូវការឲ្យអ្នកដទៃលោតលេងតែដៃសម្រាប់អ្នកឈប់រងចាំពេលវេលាដ៏ល្អបំផុតអ្នកឈប់ពន្យល់រាល់ជំហានអ្នកគ្រាន់តែចាប់ផ្ដើមដើរអ្នកបានរៀនរីករាយជាមួយនឹងភាពស្ងាត់កំបាំងអ្នកបានធ្វើឲ្យសុខសាន្តជាមួយនឹងការមិនយល់ហើយអ្នកបានប្រើភាពស្ងៀមស្ងាត់នោះដើម្បីសាងសង់អ្វីមួយដែលនិយាយដោយខ្លួនឯងមានអ្វីមួយដ៏មានឥទ្ធិពលអំពីមនុស្សដែលមិនត្រូវការនិយាយមនុស្សដែលដើរចូលមកក្នុងបន្ទប់ហើយវត្តមានរបស់ពួកគេនិយាយអ្វីទាំងអស់នោះហើយជាអ្នកដែលអ្នកអាចខ្លាយទៅជាប៉ុន្តែអ្នកត្រូវតែចង់បានវាយ៉ាងខ្លាំងអ្នកត្រូវតែអស់កម្លាំងចិត្តពីភាពធម្មតាអស់កម្លាំងពីអារម្មណ៍ថាយឺតយ៉ាវអស់កម្លាំងពីរបៀបរបបដដែលដែលគ្មានការរីកចម្រើនអ្នកត្រូវតែមានឆន្ទៈធ្វើជំរិតដ៏លំបាកអ្នកត្រូវតែសម្រេចចិត្តថាអនាគតរបស់អ្នកសំខាន់ជាងភាពស្រួលបំផុតបណ្ដោះអាសន្នមនុស្សភាគច្រើនរវល់ខ្លួនឯងនឹងការស្រែកគ្មានអ្វីសុំស្ងៀមស្ងាត់ហើយសាងសង់អ្វីមួយសាងសង់វិន័យសាងសង់សុខភាពរបស់អ្នកសាងសង់ចំណេះដឹងរបស់អ្នកសាងសង់ជំនាញរបស់អ្នកសាងសង់ជីវិតមួយប្រភេទដែលធ្វើឲ្យមនុស្សមើលអ្នកហើយឆ្ងល់ថាតើពួកគេធ្វើដោយរបៀបណាហើយអ្នកមិនត្រូវការនិយាយមួយម៉ាត់ឡើយពីព្រោះលទ្ធផលរបស់អ្នកនឹងឆ្លើយតបចំនួនអ្នកចង់ឈ្នះក្នុងទីសាធារណៈបើដូច្នេះអ្នកត្រូវតែធ្វើសង្គ្រាមក្នុងភាពឯកជនអ្នកត្រូវតែធ្វើការងារដែលគ្មានអ្នកណាឃើញអ្នកត្រូវតែឆ្លាតខាងអ្វីដែលមិនទទួលបានការជិតពេញចិត្តអ្នកត្រូវតែដាក់ក្បាលចុះហើយខំប្រឹងប្រែងរាល់ថ្ងៃដោយគ្មានការរីរាត្រីគ្មានការត្អូញត្អែគ្មានការរងចាំពីព្រោះនេះគឺជាជីវិតរបស់អ្នកហើយគ្មានអ្នកណានឹងមកសង្គ្រោះអ្នកឡើយគ្មានអ្នកណានឹងផ្ដល់ឲ្យអ្នកនៅអនាគតដ៏ល្អប្រសើរឡើយអ្នកត្រូវតែរកបានវាដោយការខិតខំដោយការផ្ដោតអារម្មណ៍ដោយភាពជាប់មិនដាច់វាមិនស្រស់ស្អាតទេវាមិនងាយស្រួលទេប៉ុន្តែវាពិតប្រាកដហើយវាដំណើរការអ្នកមានជំរិតមួយបន្តនិយាយអំពីអ្វីដែលអ្នកនឹងធ្វើឬក៏បិទមាត់ហើយធ្វើវាផ្លូវមួយនាំទៅរកហេតុផលផ្លូវមួយទៀតនាំទៅរកលទ្ធផលហេតុនេះសូមបិទមាត់យកចិត្តទុកដាក់នៅស្ងៀមស្ងាត់នៅរវិថីហើយសាងសង់អ្វីមួយដែលមិនអាចត្រូវបានគេមិនអើពើនោះហើយជារបៀបដែលអ្នកផ្ដោតអារម្មណ៍ក្នុងភាពស្ងៀមស្ងាត់នោះហើយជារបៀបដែលអ្នកឈ្នះក្នុងទីសាធារណៈជំពូកទី2ធ្វើការយ៉ាងស្ងៀមស្ងាត់លើគោលដៅរបស់អ្នករាល់ថ្ងៃធ្វើការយ៉ាងស្ងៀមស្ងាត់លើគោលដៅរបស់អ្នករាល់ថ្ងៃនោះហើយជាផ្លូវគំនិតរបស់មនុស្សដែលរួចរាល់ក្នុងការបង្វិលជីវិតរបស់ពួកគេវាមិនដូចជាគួរឲ្យរំភើបទេវាមិនភ្លឺចង្ចាញ់ទេប៉ុន្តែវាដំណើរការរីកចម្រើនពិតប្រាកដតែងតែចាប់ផ្ដើមនៅពេលដែលអ្នកបញ្ឈប់ការរងចាំការលើកទឹកចិត្តហើយចាប់ផ្ដើមបង្ហាញខ្លួនជាមួយនឹងវិន័យមិនមែនម្ដងក្នុងមួយសប្ដាហ៍មិនមែននៅពេលដែលវាស្រួលគឺរាល់ថ្ងៃយ៉ាងស្ងៀមស្ងាត់យ៉ាងសកម្មដោយមិនបង្ហាញវាបញ្ហាគឺមនុស្សភាគច្រើនពេកចង់បានលទ្ធផលប៉ុន្តែពួកគេមិនចង់ធ្វើការងារដ៏គួរឲ្យធុញទ្រាន់ដែលនាំមកនៅលទ្ធផលនោះពួកគេចង់ឲ្យគេឃើញថាពួកគេខិតខំធ្វើការប៉ុន្តែពួកគេមិនចង់ធ្វើការងារនៅពេលគឺនរណាមួយមើលនោះហើយជាមូលហេតុដែលពួកគេនៅជាប់គាំងនោះហើយជាមូលហេតុដែលពួកគេបន្តចាប់ផ្ដើមឡើងវិញពួកគេបន្តស្វែងរកចម្លើយមុនអាគមប៉ុន្តែចម្លើយពិតប្រាកដគឺនេះត្រូវធ្វើឲ្យសកម្មនៅពេលដែលវាមិនគួរឲ្យរំភើបបន្តបង្ហាញខ្លួនទោះបីជាគ្មាននរណាមួយលោតហៅកាដារីនោះហើយជាកន្លែងដែលការរីកចម្រើនពិតប្រាកដចាប់ផ្ដើមប្រសិនបើអ្នកឲ្យតម្លៃពិតប្រាកដចំពោះអនាគតរបស់អ្នកបន្ទាប់មកអ្នកត្រូវតែធ្វើដូចជាគោលដៅរបស់អ្នកសំខាន់រាល់ថ្ងៃមិនមែនត្រឹមតែនៅពេលដែលអ្នកមានអារម្មណ៍ល្អមិនមែនត្រឹមតែនៅពេលដែលអ្នកមានការលើកទឹកចិត្តគឺរាល់ថ្ងៃពីព្រោះជីវិតមិនផ្ដល់រង្វាន់ដល់មនុស្សដែលធ្វើការម្ដងម្ដងនោះទេវាផ្ដល់រង្វាន់ដល់អ្នកចំណាយពេលវេលាទោះបីជាវាមិនស្រួលទោះបីជាវាយឺតទោះបីជាវាមានអារម្មណ៍ថាគ្មានអ្វីកើតឡើងក៏ដោយពួកគេហើយជាមនុស្សដែលបញ្ចប់ដោយសម្រេចឆ្ងាយអ្នកត្រូវតែកសាងចង្វាក់ដែលសមខ្លួនឯងមិនមែនគោលដៅរបស់អ្នកដទៃមិនមែនអ្វីដែលមើលទៅល្អនៅលើអ៊ីនធឺណិតទេអ្នកត្រូវតែរកល្បឿនផ្ទាល់ខ្លួនអ្នកប្រហែលជានោះមានន័យថាការភ្ញាក់ពីព្រលឹមមុនប្រហែលជានោះមានន័យថាកាត់បន្ថយអ្វីដែលខ្ជិះខ្ចាយពេលវេលារបស់អ្នកមិនថាវាជាអ្វីក៏ដោយសូមធ្វើការផ្លាស់ប្ដូរកុំរងចាំពេលវេលាដ៏ល្អបែបអស់ថ្ងៃនោះមិនដែលមកដល់ទេគ្រាន់តែចាប់ផ្ដើមពីទុយប្រសិនបើអ្នកត្រូវការប៉ុន្តែត្រូវចាប់ផ្ដើមមនុស្សដែលឈ្នះមិនមែនជាអ្នកដែលនិយាយច្រើនបំផុតនោះទេ
ពួកគេមិនមែនជាអ្នកដែលតែងតែប្រកាសអំពីអ្វីដែលពួកគេកំពុងធ្វើការនោះទេពួកគេគឺជាអ្នកដែលបង្ហាញខ្លួនរាល់ថ្ងៃយ៉ាងស្ងៀមស្ងាត់កាន់តែប្រសើរឡើងដោយមិនត្រូវការពន្យល់វាដល់នរណាម្នាក់អ្នកនឹងឃើញពួកគេមួយឆ្នាំក្រោយមកហើយពួកគេបានផ្លាស់ប្ដូរប៉ុន្តែអ្នកមិនបានឃើញពេលព្រលឹមម៉ោង6នោះទេអ្នកមិនបានឃើញរាត្រីដែលពួកគេជ្រើសរើសការងារជាងភាពស្រួលនោះទេអ្នកមិនបានឃើញវិន័យនោះទេហើយអ្នកមិនត្រូវបានគេរំពឹងថានឹងឃើញវានោះទេពីព្រោះពួកគេមិនបានធ្វើវាសម្រាប់ការបង្ហាញពួកគេធ្វើវាសម្រាប់ខ្លួនឯងនោះហើយជាចំណុចសំខាន់អ្នកត្រូវតែបញ្ឈប់ការព្យាយាមធ្វើឲ្យមនុស្សពេញចិត្តហើយចាប់ផ្ដើមសាងសង់អ្វីមួយសម្រាប់អ្នកកុំបង្ហោះវាកុំអួតអំពីវាកុំរងចាំមតិកែលម្អគ្រាន់តែធ្វើការផ្ដោតអារម្មណ៍លើគោលដៅផ្ដោតអារម្មណ៍លើបេសកកម្មហើយបន្តជាមួយវាអ្នកមិនត្រូវការលលត់ហូរពីក្រុមហ៊ុនទេអ្នកត្រូវការហេតុផលដែលធ្វើឲ្យអ្នកបន្តទៅមុខនៅពេលវាពិបាកហេតុផលដែលមិនរលាយបាត់នៅពេលអ្វីស្ងៀមស្ងាត់ចាប់ផ្ដើមគិតពីរយៈពេលវែងកុំតាមរកលទ្ធផលរហ័សកុំរត់ប្រណាំងដំណើរការសាងសង់អ្វីមួយដែលមានអត្ថន័យត្រូវការពេលវេលាវាត្រូវការការខិតខំប្រឹងប្រែងហើយបាទវានឹងធ្វើឲ្យអ្នកឯកោខ្លះអ្នកនឹងមានថ្ងៃដែលគ្មាននរណាម្នាក់យល់ពីអ្វីដែលអ្នកកំពុងធ្វើអ្នកនឹងមានពេលវេលាដែលអ្នកសង្ស័យខ្លួនឯងប៉ុន្តែបន្តទៅមុខនោះជាផ្នែកមួយនៃដំណើរអ្នកដែលបន្តទៅមុខនៅពេលដែលពិបាកគឺជាអ្នកដែលទើដល់កន្លែងណាមួយអ្នកត្រូវតែមានអារម្មណ៍ថាមិនអីដែលមិនត្រូវបានគេសម្គាល់អស់ពេលខ្លះអ្នកត្រូវតែមានអារម្មណ៍ថាមិនអីដែលធ្វើការងារដែលមិនត្រូវបានទទួលស្គាល់ពីព្រោះនៅទីបញ្ចប់លទ្ធផលនឹងបង្ហាញខ្លួនឯងនៅទីបញ្ចប់ការរីកធំឡើងរបស់អ្នកនឹងនិយាយឮខ្លាំងជាងអ្វីដែលអ្នកអាចនិយាយបានប៉ុន្តែអ្នកត្រូវតែរកបានវាអ្នកត្រូវតែបង្ហាញខ្លួនសម្រាប់វាហើយអ្នកត្រូវតែអត់ធ្មត់ជាមួយវាមិនមែនគ្រាន់តែអំពីការខិតខំធ្វើការទេវាអំពីការធ្វើការដោយឆ្លាតវៃប្រើប្រាស់ពេលវេលារបស់អ្នកដោយមជ្ឈវិជ្ជាកុំគ្រាន់តែរវល់ត្រូវផ្ដោតអារម្មណ៍ដឹងឲ្យបានច្បាស់ថាអ្នកកំពុងព្យាយាមសាងសង់អ្វីធ្វើផែនការសរសេរវាចោះពុះវាជាជំហានតូចរាល់ថ្ងៃបន្ទាប់មកអនុវត្តតាមរាល់ថ្ងៃទោះបីជាអ្នកអស់កម្លាំងទោះបីជាភាពរំភើបបានរលត់ក៏ដោយត្រូវបង្ហាញខ្លួនដែរនោះហើយជារបៀបដែលអ្នកកសាងកម្លាំងចលនាការពិតគឺអនាគតរបស់អ្នកអាស្រ័យលើជម្រើសដែលអ្នកធ្វើនៅពេលគ្មាននរណាមួយមើលវាអាស្រ័យលើអ្វីដែលអ្នកធ្វើជាមួយពេលព្រលឹមពេលល្ងាចនិងម៉ោងទំនេររបស់អ្នកពេលវេលានោះបន្ថែមឡើងការខិតខំ1ម៉ោងដែលផ្ដោតអារម្មណ៍រាល់ថ្ងៃគឺជាង350ម៉ោងក្នុងមួយឆ្នាំនោះគឺគ្រប់គ្រាន់ក្នុងការផ្លាស់ប្ដូរជីវិតរបស់អ្នកទាំងស្រុងប៉ុន្តែវាមិនកាត់ឡើងទេប្រសិនបើអ្នករំលងថ្ងៃវាមិនកាត់ឡើងទេប្រសិនបើអ្នកបន្តរងចាំការបំផុសគំនិតវាកាត់ឡើងនៅពេលដែលអ្នកព្រោះឲ្យវាខ្លាចជាទម្លាប់វិន័យមិនមានអារម្មណ៍ល្អនៅដំបូងទេប៉ុន្តែវាមានអារម្មណ៍ល្អជាងការសោកស្ដាយមនុស្សភាគច្រើនរស់នៅជាមួយនឹងការសោកស្ដាយពីព្រោះពួកគេរងចាំយូរពេកក្នុងការយកចិត្តទុកដាក់យ៉ាងពិតប្រាកដពួកគេរងចាំពេលវេលាត្រឹមត្រូវអារម្មណ៍ត្រឹមត្រូវពេលវេលាដ៏ល្អឥតខ្ចោះហើយក្នុងការរងចាំនោះពួកគេបានបាត់បង់ច្រើនឆ្នាំកុំឲ្យនោះជាអ្នកសម្រាប់ចិត្តឥឡូវនេះចាប់ដើមទម្លាប់ឥឡូវនេះបដិញ្ញាលើដំណើរការឥឡូវនេះហើយយល់ពីអ្វីមួយទៀតអ្នកនឹងមិនមានអារម្មណ៍លើកទឹកចិត្តរាល់ថ្ងៃទេនោះជាការធម្មតាប៉ុន្តែនោះមិនមែនជាហេតុផលដើម្បីបញ្ចប់ទេអ្នកមិនត្រូវបានគេរំពឹងថានឹងមានអារម្មណ៍អស្ចារ្យគ្រប់ពេលទេអ្នកត្រូវតែបន្តទៅមុខដែរការលើកទឹកចិត្តរលត់វិន័យមិនរលត់ការលើកទឹកចិត្តគឺជាអារម្មណ៍មួយចាប់ផ្ដើមកសាងទម្លាប់ហើយខណៈពេលដែលអ្នកកំពុងកសាងសូមចងចាំថាត្រូវការពារសន្តិភាពរបស់អ្នកមិនចាំបាច់ពន្យល់អំពីគោលការណ៍របស់អ្នកមិនមែនជាអ្នកខ្ចីដល់នរណាមួយនៅការវិភាគរបស់អ្នកមិនចាំបាច់ធ្វើឲ្យនរណាមួយជឿថាហេតុអ្វីបានជាអ្នកធ្វើការយឺតហេតុអ្វីបានជាអ្នករំលងពិធីជប់លៀងហេតុអ្វីបានជាអ្នកមិនតែងតែអាចរកឃើញបានចូលស្ងប់ស្ងៀមនៅផ្ដោតសំខាន់អ្នកមិនកំពុងធ្វើរឿងនេះសម្រាប់ការយកចិត្តទុកដាក់ទេអ្នកកំពុងធ្វើរឿងនេះសម្រាប់សេរីភាពអ្នកកំពុងធ្វើរឿងនេះសម្រាប់កម្លាំងអ្នកកំពុងធ្វើរឿងនេះពីព្រោះជីវិតរបស់អ្នកគួរតែបានល្អប្រសើរជាងកម្រិតអបបរិមាមានមោទនភាពមួយដែលកើតចេញពីការដឹងថាអ្នកបានធ្វើការសកម្មនៅពេលគ្មាននរណាមួយមើលថាអ្នកបានកែលម្អដោយមិនត្រូវការដំរីថាអ្នកបានរក្សាពាក្យសន្យារបស់អ្នកចំពោះខ្លួនអ្នកទោះបីជាវាមិនងាយស្រួលក៏ដោយនោះហើយជាមោទនភាពដែលកសាងភាពជឿជាក់ពិតប្រាកដមិនមែនជាការជឿជាក់คล้ายៗដែលផ្អែកលើចំណាប់អារម្មណ៍និងការលើកដំកើងនោះទេភាពជឿជាក់ពិតប្រាកដដែលមកពីការបង្ហាញខ្លួនយ៉ាងម៉ត់វឿននៅទីបញ្ចប់មនុស្សនឹងសម្គាល់
ប៉ុន្តែនៅពេលនោះអ្នកនឹងមិនត្រូវការទទួលស្គាល់ពីពួកគេទេអ្នកនឹងដឹងរួចមកហើយថាអ្នកបានខ្លាយជានរណាហើយនោះហើយជាគោលដៅខ្លាយជានរណាម្នាក់ដែលអ្នកមានមោទនភាពនរណាម្នាក់ដែលមិនបានលៀបភីនរណាម្នាក់ដែលនៅតែស្មោះត្រង់ចំពោះការងារនរណាម្នាក់ដែលបានសម្រេចចិត្តហើយបានអនុវត្តតាមអ្នកមិនត្រូវការសម្លេងឮជាងនេះទេអ្នកត្រូវការគោលដៅដែលមានស្ថិរភាពជាងនេះអ្នកមិនត្រូវការយកបលបន្ថែមទេអ្នកត្រូវការពេលវេលាបន្ថែមជាមួយគោលដៅរបស់អ្នកមិនត្រូវការនិយាយអំពីចក្ខុវិស័យរបស់អ្នកទេអ្នកត្រូវការរស់នៅវាជំហានមួយរាល់ថ្ងៃក្នុងភាពស្ងៀមស្ងាត់ជំពូកទី3ឈប់បង្ហាញហើយចាប់ផ្ដើមធ្វើអ្វីដែលសំខាន់ពិតប្រាកដឈប់បង្ហាញហើយចាប់ផ្ដើមធ្វើអ្វីដែលសំខាន់ពិតប្រាកដនោះគឺជាចំណុចដែលជីវិតចាប់ផ្ដើមផ្លាស់ប្ដូរមិនមែននៅពេលដែលអ្នកចាក់ចិត្តទុកចិត្តមនុស្សឬនៅពេលដែលអ្នកធ្វើឲ្យមនុស្សពេញចិត្តនោះទេប៉ុន្តែគឺនៅពេលដែលអ្នកសម្រេចចិត្តថាអ្នកមិនត្រូវការយល់ព្រមពីពួកគេទៀតនោះមនុស្សភាគច្រើនខ្ជះខ្ជាយធម្មពលច្រើនពេកក្នុងការព្យាយាមធ្វើឲ្យគេចូលចិត្តព្យាយាមធ្វើឲ្យគេយល់និងព្យាយាមធ្វើឲ្យគេទទួលយកប៉ុន្តែរឿងទាំងនោះមិនដឹកនាំជីវិតអ្នកទៅមុខបានឡើយរឿងទាំងនោះមិនកសាងអនាគតអ្នកបានឡើយការពិតគឺអ្នកមិនត្រូវការបង្ហាញអ្វីទាំងអស់ចំពោះនរណាម្នាក់ឡើយអ្នកត្រូវការធ្វើឲ្យមានការរីកចម្រើនដ៏ស្ងៀមស្ងាត់ទៀងទាត់និងផ្ទាល់ខ្លួននោះហើយគឺជាអ្វីដែលសំខាន់ការព្យាយាមបង្ហាញខ្លួនធ្វើឲ្យអ្នកជាប់គាំងនៅក្នុងវដ្តដាស់នៃការស្វែងរកការអនុញ្ញាតអ្នកពន្យល់អ្នកបង្ហុសអ្នកធ្វើឲ្យទាន់សម័យអ្នកតាមដានការទទួលស្គាល់ប៉ុន្តែនេះជាអ្វីដែលកើតមានឡើងពិតប្រាកដអ្នកធ្វើឲ្យមានភាពយឺតយ៉ាវអ្នកបាត់បង់ការផ្ដោតអារម្មណ៍អ្នកភ្លេចភាពហេតុផលដែលអ្នកបានចាប់ផ្ដើមពីព្រោះឥឡូវនេះអ្នកមិនកំពុងធ្វើវាសម្រាប់ការលូតលាស់របស់អ្នកទៀតឡើយអ្នកកំពុងធ្វើវាដើម្បីឲ្យគេសម្គាល់ឃើញហើយនោះហើយជាកន្លែងដែលការធ្លាក់ចុះចាប់ផ្ដើមនៅពេលដែលអ្នកខ្វល់ខ្វាយអំពីការត្រូវគេមើលឃើញជាងការខ្លាយជាប្រសើរជាងមុនអ្នកកំពុងដូរការរីកចម្រើនដោយសម្ដែងនោះហើយជារបៀបដែលមនុស្សជាប់គាំងអ្នកមិនត្រូវការប្រកាសរាល់ជំហានដែលអ្នកដាក់ឡើងទេអ្នកមិនត្រូវការត្រូវគេនៅក្នុងរាល់ការសន្ទនាទេអ្នកមិនត្រូវការឲ្យគេយល់ដោយមនុស្សគ្រប់គ្នាទេនោះមិនមែនជាគោលដៅទេគោលដៅគឺធ្វើឲ្យប្រសើរឡើងវិវត្តកែតម្រូវអ្វីដែលខូចនៅខាងក្នុងប្រឈមមុខនឹងភាពខ្សោយរបស់អ្នកផ្ទាល់និងធ្វើអ្វីមួយចំពោះវានោះមិនតម្រូវឲ្យមានសម្លេងរំខាននោះទេវាតម្រូវឲ្យមានសកម្មភាពវាតម្រូវឲ្យមានភាពស្មោះត្រង់វាតម្រូវឲ្យអ្នកឈប់បន្លំហើយចាប់ផ្ដើមធ្វើការពិភពលោកនេះពោពេញទៅដោយមនុស្សដែលនិយាយច្រើនតែធ្វើតិចតួចណាស់ពួកគេស្លៀកពាក់ឲ្យត្រូវពួកគេនិយាយឲ្យត្រូវប៉ុន្តែគ្មានអ្វីនៅក្នុងជីវិតរបស់ពួកគេផ្លាស់ប្ដូរឡើយនោះគឺដោយសារតែពួកគេផ្ដោតលើសញ្ញាណមុខមិនមែនការលូតលាស់ឡើយពួកគេញៀនភាពដូចជាកំពុងឈ្នះជាងការធ្វើការងារដែលពិតជាកសាងជ័យជំនះពិតប្រាកដប្រសិនបើអ្នកចង់បានអ្វីមួយដែលប្រសើរជាងសមត្ថខ្លួនឯងឈប់តាមគំរូនោះទៅឈប់ព្យាយាមធ្វើឲ្យគេចាប់អារម្មណ៍ចាប់ផ្ដើមព្យាយាមធ្វើឲ្យពិតប្រាកដចាប់ផ្ដើមព្យាយាមធ្វើឲ្យមានប្រសិទ្ធភាពការធ្វើអ្វីដែលសំខាន់ពិតប្រាកដមានន័យថាកាត់ផ្តាច់ការរំខានទាំងឡាយវាមានន័យថាធ្វើឲ្យពេលវេលារបស់អ្នកមានភាពធ្ងន់ធ្ងរវាមានន័យថាអ្នកក្រឡេកមើលទម្លាប់ប្រចាំថ្ងៃរបស់អ្នកហើយសួរថាតើទម្លាប់ទាំងនេះកំពុងជួយខ្ញុំឲ្យទៅដល់កន្លែងដែលខ្ញុំចង់ទៅឬទេហើយប្រសិនបើចម្លើយគឺទេអ្នកផ្លាស់ប្ដូរវាមិនមែនថ្ងៃស្អែកទេមិនមែននៅពេលដែលវាងាយស្រួលទេឥឡូវនេះជាពេលត្រូវធ្វើពីព្រោះជីវិតរបស់អ្នកនឹងមិនរងចាំទេគោលដៅរបស់អ្នកនឹងមិនកសាងខ្លួនឯងបានទេអ្នកទាំងធ្វើការងារឬមិនធ្វើមនុស្សចំណាយពេលរាប់ឆ្នាំដើម្បីរកការគោរពពីមនុស្សដែលមិនដែលដឹងថាពួកគេចង់បានអ្វីក្នុងជីវិតពួកគេធ្វើការជ្រើសរើសផ្អែកលើរបៀបដែលវាមើលទៅជាជាងអ្វីដែលពិតជាដំណើរការពួកគេជៀសវាងការធ្វើអ្វីដែលពិបាកពីព្រោះអ្វីដែលពិបាកមិនមែនមកជាមួយនឹងការសរសើរភ្លាមនោះទេប៉ុន្តែនេះជាការពិតអ្វីដែលសំខាន់ពិតប្រាកដជាញឹកញាប់មិនមើលទៅគួរឲ្យរំភើបទេវាមើលទៅដូចជាពេលព្រឹកឆាប់វាមើលទៅដូចជាកាត់ចេញនៅភាពស្រួលស្រាលវាមើលទៅដូចជាការលះបង់ឥឡូវនេះដើម្បីរស់នៅប្រសើរជាងមុននាពេលក្រោយហើយជាងគ្រប់យ៉ាងវាមើលទៅដូចជាការបដិសេធចំពោះអ្វីដែលខ្ជិះខ្ជាយពេលវេលារបស់អ្នកទោះបីជារឿងនោះពេញនិយមក៏ដោយការធ្វើអ្វីដែលសំខាន់ពិតប្រាកដតម្រូវឲ្យមានភាពច្បាស់លាស់អ្នកមិនអាចតាមដានអ្វីទាំងអស់ហើយរំពឹងថានឹងមានការរីកចម្រើនបានទេអ្នកត្រូវតែកំណត់អ្វីដែលសំខាន់អ្នកត្រូវតែដឹងអ្វីជាអាទិភាពរបស់អ្នកហើយនៅពេលដែលអ្នកដឹងហើយអ្នកការពារវាអ្នកមិនអនុញ្ញាតឲ្យមានការប្រែប្រួលឡើយអ្នកមិនធ្វើហេតុផលអ្នកមិនរងចាំឲ្យអ្នកដទៃគាំទ្រអ្នកទេអ្នកកសាងមូលហេតុផ្ទាល់ខ្លួនរបស់អ្នកនៅតែផ្ដោតអារម្មណ៍ទោះបីជាអ្នកដទៃមិនយល់ក៏ដោយនោះហើយជារបៀបដែលមនុស្សធ្ងន់ធ្ងររស់នៅពេលដែលអ្នកជប់បង្ហាញអ្នកដោះលែងខ្លួនឯងផ្ទាល់អ្នកជប់ត្រូវការការអនុញ្ញាតពីពិភពលោកអ្នកជប់រងចាំការគោរពសាទរហើយអ្នកចាប់ផ្ដើមធ្វើការសម្រេចចិត្តដោយផ្អែកលើស្តង់ដារផ្ទាល់ខ្លួនរបស់អ្នកនោះហើយជាកន្លែងដែលកម្លាំងពិតប្រាកដមក
នៅពេលដែលអ្នកអាចឆោតតែឯងនៅពេលដែលអ្នកអាចបង្ហាញខ្លួនដោយមិនមានក្រុមគាំទ្រនៅពេលដែលអ្នកអាចរុញខ្លួនទៅមុខទោះបីជាគ្មានអាណាតែអាយអ្នកក៏ដោយនោះគឺជាការលូតលាស់នោះគឺជាភាពទុកចិត្តបាននោះគឺជាភាពជាអ្នកដឹកនាំមនុស្សខ្លះនឹងមិនយល់ពីការជ្រើសរើសរបស់អ្នកខ្លះនឹងសង្ស័យអ្នកខ្លះនឹងគិតថាអ្នកបានផ្លាស់ប្ដូរហើយពួកគេយល់ខុសអ្នកពិតជាបានផ្លាស់ប្ដូរពីព្រោះការនៅតែដូចដើមមានន័យថានៅតែជាប់គាំងការលូតលាស់មានន័យថាការធ្វើអ្វីៗខុសពីមុនវាមានន័យថាការដើរចាកចេញពីទម្លាប់ដែលមិនជួយអ្នកវាមានន័យថាការផ្ដោតឲ្យបានច្រើនលើលទ្ធផលជាជាងប្រតិកម្មហើយវាមានន័យថាការយល់ព្រមដែលត្រូវគេមិនយល់ពីព្រោះអ្នកកំពុងកសាងអ្វីមួយដែលជ្រៅជ្រះជាងអ្វីដែលមនុស្សអាចមើលឃើញនៅលើផ្ទៃមុខអ្នកជំពាក់ខ្លួនឯងក្នុងការយកជីវិតរបស់អ្នកមកធ្វើឲ្យធ្ងន់ធ្ងរមិនមែនតាមរបៀបដែលរឹងត្អង់ឬចង្ហរនោះទេប៉ុន្តែតាមរបៀបដែលច្បាស់លាស់និងមានគោលបំណងថ្ងៃរបស់អ្នកមានសារៈសំខាន់ថាមពលរបស់អ្នកមានសារៈសំខាន់គោលបំណងរបស់អ្នកមានសារៈសំខាន់ហើយនៅពេលដែលអ្នកឈប់ព្យាយាមបង្ហាញរឿងនោះដល់អ្នកដទៃអ្នកទីបំផុតមានចន្លោះដើម្បីបង្ហាញវាដល់ខ្លួនឯងផ្ទាល់អ្នកបង្ហាញវាតាមរបៀបដែលអ្នកបង្ហាញខ្លួនអ្នកបង្ហាញវាតាមរបៀបដែលអ្នកដោះស្រាយឧបសគ្គអ្នកបង្ហាញវាតាមរបៀបដែលអ្នកគោរពពាក្យសន្យារបស់អ្នកចំពោះខ្លួនឯងទោះបីជាគ្មាននរណាម្នាក់កំពុងមើលក៏ដោយអ្វីដែលសំខាន់ពិតប្រាកដគឺមិនមែនថាតើមនុស្សមានប៉ុន្មានអ្នកយល់ព្រមនឹងការខិតខំប្រឹងប្រែងនៃអ្នកនោះទេអ្វីដែលសំខាន់គឺជីវិតដែលអ្នកកសាងដោយសារតែការខិតខំប្រឹងប្រែងនៃអ្នកសន្តិភាពខាងក្នុងដែលអ្នករកបានពីការបង្ហាញខ្លួនរាល់ថ្ងៃទំនុកចិត្តដែលអ្នកអភិវឌ្ឍពីការធ្វើអ្វីដែលពិបាកនិងមិនឡាញ់កម្លាំងដែលមកពីការដឹងថាអ្នកមិនត្រូវការពន្យល់ពីផ្លូវរបស់អ្នកទេអ្នកគ្រាន់តែត្រូវការដើរវាហើយកុំធ្វើឲ្យមានកំហុសការដើរផ្លូវនោះមិនតែងងាយស្រួលទេអ្នកនឹងមានការសង្ស័យអ្នកនឹងមានថ្ងៃដែលគ្មានអ្វីមានន័យសោះអ្នកនឹងមានអារម្មណ៍ចង់លះបង់អ្នកនឹងឆ្ងល់តើវាពិតជាសម្រាប់ប៉ុន្តែប្រសិនបើអ្នកនៅតែបដិញ្ញាចិត្តធ្វើអ្វីដែលសំខាន់ចម្លើយនឹងតែងតែជាបាទឬក៏ចាពីព្រោះលទ្ធផលដែលកើតមកពីការខិតខំប្រឹងប្រែងបែបនោះគឺមានភាពជាក់លាក់ពួកវាមានស្ថិរភាពពួកវាផ្លាស់ប្ដូរអ្នកពីខាងក្នុងចេញក្រៅអ្នកមិនមកទីនេះដើម្បីសម្ដែងចំពោះមនុស្សនោះទេអ្នកមិនមកទីនេះដើម្បីទទួលបានការចូលចិត្តឬការធ្វើឲ្យមានសុពលភាពនោះអ្នកមកទីនេះដើម្បីក្លាយជាមនុស្សដែលអ្នកត្រូវការក្លាយជាហើយរូបភាពនៃអ្នកនោះអ្នកដែលមានកម្លាំងមានវិន័យមានភាពច្បាស់លាស់រូបភាពនោះមិនត្រូវការបង្ហាញអ្វីទាំងអស់ឡើយរូបភាពនោះគ្រាន់តែរស់នៅក្នុងការពិតប្រាកដដូច្នេះឈប់និយាយអំពីចក្ខុវិស័យរបស់អ្នកហើយចាប់ផ្ដើមកសាងវាឈប់តាមដានការយកចិត្តទុកដាក់ហើយចាប់ផ្ដើមតាមដានការរីកចម្រើនឈប់ព្យាយាមធ្វើឲ្យគេចាប់អារម្មណ៍ហើយចាប់ផ្ដើមព្យាយាមធ្វើឲ្យប្រសើរឡើងហើយធ្វើវាសម្រាប់ខ្លួនអ្នកផ្ទាល់មិនមែនធ្វើឡើងដើម្បីបង្ហាញមិនមែនធ្វើឡើងដើម្បីស្ថានភាពគឺធ្វើឡើងដើម្បីការលូតលាស់ដើម្បីសន្តិភាពដើម្បីការផ្លាស់ប្ដូរពិតប្រាកដដែលគង់វង្សថ្ងៃមួយអ្នកនឹងងាកមកក្រោយហើយដឹងថាការផ្លាស់ប្ដូរដ៏អស្ចារ្យបំផុតក្នុងជីវិតរបស់អ្នកមិនបានកើតឡើងនៅពេលដែលនរណាម្នាក់បានជឿទុកចិត្តលើអ្នកនោះទេវាបានកើតឡើងនៅពេលដែលអ្នកឈប់ត្រូវការពួកគេធ្វើដូច្នោះនៅពេលដែលអ្នកក្រោកឡើងផ្ដោតលើអ្វីដែលសំខាន់ហើយបន្តធ្វើតាមពីថ្ងៃមួយទៅថ្ងៃមួយដោយស្ងៀមស្ងាត់ដោយស្មោះត្រង់ដោយមិនត្រូវការឲ្យគេមើលឃើញនោះហើយជាពេលដែលអ្វីទាំងអស់ចាប់ផ្ដើមផ្លាស់ប្ដូរនោះហើយជាពេលដែលអ្នកឈប់បង្ហាងហើយចាប់ផ្ដើមរស់ចំពុកទី4កសាងអាកប្បកិរិយារបស់អ្នកដោយមិនប្រាប់នរណាម្នាក់អំពីវាកសាងអាកប្បកិរិយារបស់អ្នកដោយមិនប្រាប់នរណាម្នាក់អំពីវានេះគឺជារឿងមួយដ៏មានឥទ្ធិពលបំផុតដែលអ្នកអាចធ្វើមិនមែនដោយសារតែការលាក់ទុកធ្វើឲ្យអ្នកខ្លាចជាអាចកំបាំងនោះទេប៉ុន្តែដោយសារតែពេលអ្នករក្សាវាទុកឲ្យខ្លួនឯងការផ្ដោតអារម្មណ៍របស់អ្នកនឹងនៅតែមុតស្រួយហើយគិតខំប្រឹងប្រែងរបស់អ្នកក៏នឹងនៅតែស្មោះត្រង់មនុស្សភាគច្រើនបំផ្លាញការលូតលាស់របស់ពួកគេផ្ទាល់ដោយសារត្រូវការប្រកាសអំពីរាល់រឿងរ៉ាវពួកគេចាប់ផ្ដើមធ្វើអ្វីមួយដែលល្អហើយមុនពេលវាចាប់រឹកពួកគេក៏និយាយអំពីវាពួកគេបង្ហោះអំពីវាពួកគេចង់បានការសរសើរចំពោះអ្វីដែលពួកគេទើបតែចាប់ផ្ដើមហើយភ្លាមនៅពេលពួកគេទទួលបានការយល់ព្រមនោះការលើកទឹកចិត្តក៏រសាត់បាត់ដោយសារតែឥឡូវនេះវាហាក់ដូចជាពួកគេបានធ្វើអ្វីមួយដ៏អស្ចារ្យរួចហើយក្នុងពេលដែលពួកគេមិនទាន់បានបន្តធ្វើវាដល់ទីបញ្ចប់នៅឡើយការកសាងអាកប្បកិរិយាគឺជារឿងផ្ទាល់ខ្លួនវាមិនមែនសម្រាប់កាមេរ៉ានោះទេវាមិនមែនសម្រាប់មហាជននោះទេវាគឺសម្រាប់អ្នកហើយអ្នកកាន់តែរក្សាវាជារឿងឯកជនវាកាន់តែคล้ายទៅជាការពិតវាកាន់តែលូតលាស់នៅក្នុងខ្លួនអ្នកដោយคล้ายជាផ្នែកមួយនៃអត្តសញ្ញាណរបស់អ្នកអាកប្បកិរិយាមិនមែនជាសេចក្តីថ្លែងការណ៍នោះទេវាគឺជាសកម្មភាពដែលត្រូវបានធ្វើឡើងវិញវាជាអ្វីដែលអ្នកធ្វើដោយមិនត្រូវការការយកចិត្តទុកដាក់វាคล้ายជាផ្នែកមួយនៃអត្តសញ្ញាណរបស់អ្នកយូរទៅហើយនោះកើតឡើងតែពេលអ្នកនៅតែសកម្មជាប្រចាំនៅក្នុងពេលវេលាដ៏ស្ងៀមស្ងាត់នៅពេលគ្មាននរណាម្នាក់សួរថាអ្នកកំពុងធ្វើការអ្វីហើយគ្មាននរណាមិនសួរថា
អ្នកកំពុងធ្វើការអ្វីហើយគ្មាននរណាម្នាក់ផ្ដល់ស្នាដៃដល់អ្នកនោះទេនៅទីនោះហើយដែលកម្លាំងចាត់ត្រូវបានកសាងអ្នកមិនចាំបាច់ប្រកាសថាអ្នកបានចាប់ផ្ដើមភ្ញាក់ពីព្រលឹមមានពេលមុននោះទេគ្រាន់តែភ្ញាក់ពីព្រលឹមមានពេលមុនអ្នកមិនចាំបាច់ប្រាប់អ្នកដទៃថាអ្នកកំពុងអានសៀវភៅកាន់តែច្រើននោះទេគ្រាន់តែអានអ្នកមិនចាំបាច់ពន្យល់អំពីកាលវិភាគថ្មីរបស់អ្នកឬបង្ហាញអ្នកគ្រប់គ្នាពីផែនការហាត់ប្រាណរបស់អ្នកនោះទេគ្រាន់តែធ្វើតាមវាអាកប្បកិរិយារបស់អ្នកមិនកាន់តែរឹងមាំឡើងដោយសារការនិយាយអំពីវានោះទេវាកាន់តែរឹងមាំឡើងដោយសារការធ្វើវាម្ដងទៀតនៅពេលអ្នកធ្វើអ្វីមួយដោយស្ងៀមស្ងាត់អ្នកការពារធម៌ពលរបស់អ្នកជៀសវាងអន្ទាក់ក្នុងការត្រូវការឲ្យនរណាម្នាក់ផ្សេងយល់ព្រមលើការលូតលាស់របស់អ្នកជៀសវាងកាតព្វកិច្ចពន្យល់ខ្លួនឯងនៅពេលអ្នកប្រឈមនឹងឧបសគ្គហើយអ្នកជៀសវាងការលបងចិត្តក្នុងការលាក់បាំងគ្រាន់តែដោយសារតែមនុស្សមិនសម្គាល់ឃើញកិច្ចខិតខំប្រឹងប្រែងរបស់អ្នកការលូតលាស់មិនត្រូវការឆាកនោះទេវាត្រូវការភាពសកម្មជាប្រចាំវាត្រូវការពេលវេលាវាត្រូវការភាពឯកជនវាត្រូវការឲ្យអ្នកនៅតែបន្តជាមួយវាទោះបីជាវាគួរឲ្យធុញទ្រាន់ក៏ដោយនៅដើមរបស់អ្វីមួយឆន្ទៈរបស់អ្នកគឺខ្សោយអ្នកកំពុងកសាងអ្វីមួយថ្មីវាមិនសូវធ្លាប់ស្គាល់អ្នកមិនទាន់ធ្លាប់បើវានៅឡើយហើយនៅក្នុងដំណាក់កាលនោះការនិយាយអំពីវាពេកមុនអាចបំផ្លាញកម្លាំងចលនាពីព្រោះនៅពេលអ្នកចាប់ផ្ដើមចែករំលែកអ្នកអញ្ជើញមតិអ្នកអញ្ជើញការរំខានអ្នកអញ្ជើញការវិនិច្ឆ័យហើយរាល់យ៉ាងនោះអាចធ្វើឲ្យអ្នកខកខានអ្នកចាប់ផ្ដើមព្រួយបារម្ភអំពីរូបរាងរបស់វាជាជាងអំពីអារម្មណ៍របស់វាអ្នកចាប់ផ្ដើមព្យាយាមផ្គូផ្គងនឹងការរំពឹងទុកជាជាងការនៅត្រឹមត្រូវនឹងផ្លូវរបស់អ្នកប៉ុន្តែនៅពេលអ្នករក្សាវាទុកឲ្យខ្លួនឯងអ្នកមិនចាំបាច់បញ្ជាក់អ្វីនោះទេអ្នកមិនមែនកំពុងសម្ដែងនោះទេអ្នកមិនមែនកំពុងព្យាយាមបង្ហាញថាគួរឲ្យចាប់អារម្មណ៍នោះទេអ្នកគ្រាន់តែបង្ហាញខ្លួនដោយស្ងៀមស្ងាត់ម្ដងហើយម្ដងទៀតនោះហើយជារបៀបនៃការផ្លាស់ប្ដូរពិតប្រាកដកើតឡើងនោះហើយជារបៀបដែលអាកប្បកិរិយាចាប់រឹសនៅក្នុងផ្ទៃក្រោយនៅក្នុងភាពដ៏លំបាកប្រចាំថ្ងៃនៅក្នុងផ្នែកនៃថ្ងៃរបស់អ្នកដែលគ្មាននរណាម្នាក់ឃើញអ្នកមិនចាំបាច់បញ្ជាក់ពីវិន័យរបស់អ្នកនោះទេអ្នកមិនចាំបាច់ពន្យល់ពីមូលហេតុដែលអ្នកកំពុងផ្លាស់ប្ដូរនោះទេគ្រាន់តែផ្លាស់ប្ដូរកែលម្អរបបអាហាររបស់អ្នកដោយមិនបង្ហោះអំពីវាចំណាយពេលរៀនសូត្រដោយមិនប្រកាសវាសន្សំប្រាក់របស់អ្នកដោយមិនចែករំលែកគោលដៅរបស់អ្នកជំរឹះទាំងនេះដែលត្រូវបានធ្វើជារៀងរាល់ថ្ងៃនិងរក្សាទុកជាឯកជននិងកសាងមូលដ្ឋានគ្រឹះនៃការគោរពខ្លួនឯងដែលគ្មាននរណាម្នាក់អាចយកពីអ្នកបានមនុស្សខ្លះនឹងមិនសម្គាល់ឃើញការលូតលាស់របស់អ្នកនៅដំបូងនោះទេមនុស្សខ្លះអាចនឹងសួរសំណួរថាហេតុអ្វីបានជាអ្នកហាក់ដូចជាឃ្លាតឆ្ងាយឬខុសគ្នានោះជាការធម្មតាអ្នកមិនមែនរស់នៅសម្រាប់ពួកគេនោះទេអ្នកមិនមែនកំពុងធ្វើជំរឿសម្រាប់ភាពស្រួលខាងរបស់ពួកគេនោះទេអ្នកកំពុងបង្កើតអនាគតដ៏ល្អប្រសើរសម្រាប់ខ្លួនឯងផ្ទាល់ហើយអនាគតនោះត្រូវបានកសាងឡើងដោយអាកប្បកិរិយាដែលអ្នកប្រកាន់ភ្ជាប់មិនមែនអាកប្បកិរិយាដែលអ្នកនិយាយអំពីវានោះទេរាល់ថ្ងៃអ្នកមានឱកាសធ្វើអ្វីមួយដែលជួយអ្នកឲ្យលូតលាស់ភ្ញាក់ឡើងហើយចាប់ផ្ដើមធ្វើវាដោយមិនត្រូវការឲ្យគេឃើញតាមដានការរីកចម្រើនរបស់អ្នកជាឯកជនឆ្លុះបញ្ចាំងអំពីកំហុសរបស់អ្នកដោយស្ងៀមស្ងាត់កែលម្អយុទ្ធសាស្ត្ររបស់អ្នកក្នុងសុខសន្តិភាពអ្នកនឹងភ្ញាក់ផ្អើលចំពោះភាពឆាប់រហ័សនៃការផ្លាស់ប្ដូរជីវិតរបស់អ្នកនៅពេលដែលធម៌ពលរបស់អ្នកត្រូវបានចំណាយលើការធ្វើជាជាងការពន្យល់ការកសាងអាកប្បកិរិយាដោយមិនចែករំលែកពួកវាក៏បង្រៀនអ្នកអំពីរឿងដ៏មានឥទ្ធិពលមួយផងដែរការទុកចិត្តលើខ្លួនឯងអ្នកចាប់ផ្ដើមជឿទុកចិត្តលើខ្លួនអ្នកបន្តកម្រិតជ្រៅអ្នកមិនត្រូវការការរំលឹកពីពិភពខាងក្រៅដើម្បីបន្តទៅមុខនោះទេអ្នកបានធ្វើសន្យាជាមួយខ្លួនអ្នកបន្តហើយអ្នកកំពុងរក្សាវានោះហើយជាអ្វីដែលផ្លាស់ប្ដូរភាពជឿជាក់របស់អ្នកមិនមែនការលើកសរសើរមិនមែនការសរសើរប៉ុន្តែគឺការដឹងថាអ្នកបានបន្តសកម្មភាពជាប្រចាំទោះបីជាគ្មាននរណាម្នាក់សម្គាល់ឃើញក៏ដោយហើយវិន័យបែបនេះคล้ายជាផ្នែកមួយនៃអ្នកភ្ញាក់ឡើងហើយថ្ងៃរបស់អ្នកមានរចនាសម្ព័ន្ធដូចជាស្រេចអ្នកមិនខ្ជិលខ្ជីពេលវេលាអ្នកមិនចាំបាច់រកការលើកទឹកចិត្តរាល់ព្រឹកនោះទេអ្នកបានកសាងប្រព័ន្ធមួយហើយឥឡូវនេះប្រព័ន្ធនោះអភិវឌ្ឍអ្នកប៉ុន្តែវាដំណើរការតែពេលអ្នកបានធ្វើផ្នែកដែលពិបាកជាមុនសិនការកសាងវានៅពេលដែលពិបាកនៅពេលដែលវាមិនគួរឲ្យរំភើបហើយនៅពេលដែលគ្មាននរណាម្នាក់សម្គាល់ឃើញមនុស្សនឹងឃើញលទ្ធផលនៅពេលក្រោយប៉ុន្តែនៅពេលនោះអ្នកនឹងមិនខ្វល់អំពីការតាំងខ្លួនឡើយអ្នកនឹងផ្ដោតអារម្មណ៍លើគោលដៅបន្តរបស់អ្នកនឹងរស់នៅតាមរបៀបដែលមានអារម្មណ៍ថាត្រឹមត្រូវសម្រាប់អ្នកហើយកម្លាំងចិត្តស្ងៀមស្ងាត់បែបនោះមិនញាប់ញ័រផ្ដោតអារម្មណ៍នឹងមានគោលបំណងនោះហើយជាប្រភេទអំណាចដែលគង់វង្សព្យាយាមធ្វើឲ្យមនុស្សចាប់អារម្មណ៍ជាមួយនឹងគោលដៅរបស់អ្នកបង្ហាញពួកគេអំពីវិន័យរបស់អ្នកតាមរយៈលទ្ធផលឲ្យពួកគេឆ្ងល់ថាតើអ្នកបានផ្លាស់ប្ដូរច្រើនបែបណាឲ្យអាកប្បកិរិយាថ្មីរបស់អ្នកនិយាយជាប់ខ្លួនឯងអ្នកមិនចាំបាច់ប្រាប់ពួកគេអំពីអ្វីដែលអ្នកកំពុងធ្វើនោះទេគ្រាន់តែបន្តធ្វើវាហើយនៅពេលពួកគេសួរថាអ្វីដែលបានផ្លាស់ប្ដូរអ្នកនឹងមិនត្រូវការនិយាយសូម្បីតែមួយម៉ាត់ដែរពីព្រោះវានឹងជាក់ស្ដែងវិធីសាស្ត្រនេះក៏ការពារផ្នែកគំនិតរបស់អ្នកផងដែរនៅពេលអ្នកជួបប្រាប់អ្នកដទៃអំពីផែនការរបស់អ្នកជៀសវាងសម្ពាធមិនចាំបាច់អ្នកផ្ដល់ឱកាសដល់ខ្លួនឯងផ្ទាល់ក្នុងការធ្វើខុសរៀន
កែលម្អដែលមិនខ្លាចក្តីថាមើលងាយស្ដីថាអ្នកបរាជ័យអ្នកមិនមែនជាប់ខ្លួននឹងភាពល្អឥតខ្ចោះជង្គង់នរណាម្នាក់នោះទេអ្នកជាប់ខ្លួននឹងការលូតលាស់ចំពោះខ្លួនឯងផ្ទាល់ហើយការលូតលាស់គឺរញ៉េរញ៉ៃវាត្រូវការពេលវេលាវាមិនដើរតាមផ្លូវត្រង់នោះទេប៉ុន្តែប្រសិនបើអ្នកបន្តជាមួយវាដោយស្ងៀមស្ងាត់វានឹងផ្ដល់រង្វាន់ដល់អ្នកតាមរបៀបដែលការលាន់ត្រចៀកមិនអាចធ្វើបានខ្លាយជាមនុស្សដែលធ្វើសកម្មភាពដោយស្ងៀមស្ងាត់ដែលខ្លាយជាប្រសើរជាងមុននៅពីក្រោយឆាកដែលមិនដឹកនាំដោយការទទួលស្គាល់ប៉ុន្តែដោយការគោរពខ្លួនឯងកសាងជីវិតដែលដំណើរការទូបីជាមានឬគ្មាននរណាម្នាក់ឃើញក៏ដោយហើយអ្នកនឹងរកឃើញសន្តិភាពដែលពិបាករញ្ជួយអាកប្បកិរិយារបស់អ្នកនឹងកសាងអនាគតរបស់អ្នកមួយថ្ងៃម្ដងមួយសកម្មភាពម្ដងហើយប្រសិនបើអ្នកនៅតែសកម្មជាប្រចាំយូរគ្រប់គ្រាន់ពួកវានឹងអភិវឌ្ឍអ្នកឆ្លងកាត់បញ្ហាដែលធ្លាប់បំផ្លាញអ្នកនឹងក្លាយជាមនុស្សដែលមិននិយាយអំពីវិន័យអ្នករស់នៅជាមួយវាអ្នកមិនបង្ហោះអំពីការផ្លាស់ប្ដូរអ្នកធ្វើឲ្យវាក្លាយជាការពិតនេះជារបៀបដែលមនុស្សខ្លាំងក្លារស់ពួកគេធ្វើសកម្មភាពដោយស្ងៀមស្ងាត់ពួកគេកែលម្អដោយស្ងៀមស្ងាត់ហើយពួកគេឲ្យពេលវេលាបង្ហាញការប្រែក្លាយរបស់ពួកគេនោះហើយជាផ្លូវដែលទ្រូដាល់នោះហើយជាផ្នត់គំនិតដែលឈ្នះនោះហើយជារបៀបដែលអ្នកកសាងជីវិតដែលគង់វង្សជំពូកទី5សម្រាប់វិធីសាស្ត្រជាក់ស្ដែងដោយមិនចាំបាច់និយាយអំពីវានោះហើយជារបៀបដែលអ្នកបែងចែកអ្នកដែលពិតជាចង់បានវាពីអ្នកដែលគ្រាន់តែនិយាយពួកគេគឺអ្នកដែលធ្វើការដោយស្ងៀមស្ងាត់អ្នកដែលខិតខំប្រឹងប្រែងរាល់ថ្ងៃដោយមិនត្រូវការយកចិត្តទុកដាក់ឬការយល់ព្រមពីអ្នកដទៃពួកគេហើយដែលនឹងប្រែក្លាយជីវិតរបស់ពួកគេមិនមែនពួកដែលតែងតែពន្យល់មិនមែនពួកដែលតែងតែចែករំលែកហើយក៏មិនមែនពួកដែលរងចាំឲ្យអ្នកណាម្នាក់មកកត់សម្គាល់ដែរការសម្រេចចិត្តដោយស្ងៀមជ្រងំដែលធ្វើឡើងឲ្យបានស៊ីសង្វាក់គ្នានេះគឺជាអ្វីដែលកសាងលទ្ធផលដែលនិយាយបានលាន់ជាងអ្វីផ្សេងទៀតដែលអ្នកអាចនិយាយបានរាល់ថ្ងៃជីវិតផ្ដល់ឲ្យអ្នកនូវឱកាសក្នុងការធ្វើឲ្យប្រសើរឡើងអ្នកមិនចាំបាច់ប្រាប់អ្នកណាម្នាក់ថាអ្នកនឹងធ្វើអ្វីនោះទេអ្នកគ្រាន់តែត្រូវធ្វើវាបានជាការអ្នកមិនចាំបាច់បង្ហាញថាអ្នកមានភាពរិះគន់នោះទេសូមបង្ហាញវាតាមរយៈវិន័យរបស់អ្នកសូមបង្ហាញវាតាមរយៈភាពស៊ីសង្វាក់គ្នារបស់អ្នកសូមបង្ហាញវាតាមរយៈលទ្ធផលរបស់អ្នកមនុស្សខ្ជិះខ្ចាយពេលវេលាយ៉ាងច្រើនដើម្បីនិយាយអំពីអ្វីដែលពួកគេកំពុងធ្វើផែនការពួកគេជាប់កំហឹងនឹងអារម្មណ៍នៃការប្រកាសប៉ុន្តែការប្រកាសមិនបង្កើតការផ្លាស់ប្ដូរនោះទេការងារទេដែលធ្វើឲ្យការងារដែលស្ងាត់មានស្ថិរភាពគួរឲ្យធន់និងស្មោះត្រង់ធ្វើឡើងជារៀងរាល់ថ្ងៃអ្នកមិនត្រូវការក្រុមហ៊ុននោះទេអ្នកមិនត្រូវការលាន់មាត់តែដៃនោះទេអ្នកមិនចាំបាច់ចែករំលែកផែនការរបស់អ្នកនៅក្នុងក្រុមជាជាងឬបង្ហោះព័ត៌មានអាប់ដេតរាល់ពេលដែលអ្នកដាក់ជំហាននោះទេមនុស្សភាគច្រើនធ្វើដូច្នោះពីព្រោះពួកគេកំពុងស្វែងរកការទទួលខុសត្រូវពីខាងក្រៅប៉ុន្តែការទទួលខុសត្រូវដែលជាប់នៅតែមួយនោះមកពីខាងក្នុងពីការដឹងថាអ្នកមិនត្រូវការនរណាម្នាក់មកមើលឃ្លាំងសម្រាប់អ្នកដើម្បីធ្វើឲ្យអ្នកនៅអ្វីដែលល្អបំផុតនោះទេពីការដឹងថាអ្នកកំពុងកសាងអ្វីមួយសម្រាប់ខ្លួនឯងផ្ទាល់មិនមែនសម្រាប់ការលាន់មាត់តែដៃនោះទេប្រសិនបើវាសំខាន់ចំពោះអ្នកនឹងបង្ហាញវាមិនមែនម្ដងក្នុងមួយសប្តាហ៍ហើយក៏មិនមែននៅពេលដែលងាយស្រួលនោះទេរាល់ថ្ងៃទោះបីជាអ្នកអស់កម្លាំងតានតឹងរវល់ឬធុញក្តីសូមបង្ហាញវានោះហើយជាអ្វីដែលបង្កើតការផ្លាស់ប្ដូរមិនមែនជាគោលដៅដ៏ខ្លាំងក្លាមិនមែនជាការប្រកាសដ៏រំភើបប៉ុន្តែជាការតាមដានដោយស្ងាត់អ្នកចង់កែលម្អសុខភាពរបស់អ្នកសូមបង្ហាញវាអ្នកចង់ក្លាយទៅជាមានជំនាញកាន់តែខ្លាំងសូមបង្ហាញវាអ្នកចង់ប្រែក្លាយជីវិតរបស់អ្នកសូមបង្ហាញវាហើយធ្វើវាដោយមិននិយាយពាក្យសូម្បីតែមួយមនុស្សច្រើនតែយល់ច្រឡំថាភាពស្ងាត់គឺជាភាពទន់ខ្សោយប៉ុន្តែកម្លាំងពិតគឺជាសមត្ថភាពក្នុងការធ្វើការងារនៅពេលគ្មានអ្នកណាម្នាក់ឃើញនៅពេលគ្មានអ្នកណាម្នាក់សរសើរហើយនៅពេលគ្មានអ្នកណាម្នាក់ពិនិត្យអ្នកដឹងថាអ្នកកំពុងធ្វើអ្វីអ្នកដឹងថាអ្នកកំពុងតែកាន់ទីណាអ្នកមិនចាំបាច់បង្ហាញអ្វីនោះទេអ្នកមិនចាំបាច់ការពារទម្លាប់របស់អ្នកនោះទេគ្រាន់តែដាក់ជំហានបន្តហើយបន្តយកវាមានកម្លាំងមួយប្រភេទក៏កាត់ឡើងនៅក្នុងខ្លួនអ្នកនៅពេលអ្នកធ្វើសកម្មភាពដោយមិនត្រូវការប្រតិកម្មអ្នកឈប់ពឹងផ្អែកលើការធ្វើឲ្យមានសុពលភាពអ្នកឈប់រងចាំមតិកែលម្អអ្នកចាប់ផ្ដើមទុកចិត្តលើខ្លួនអ្នកផ្ទាល់អ្នកចាប់ផ្ដើមកសាងទំនាក់ទំនងជាមួយនឹងដំណើរការផ្ទាល់ខ្លួនរបស់អ្នកមិនត្រូវការរំលឹកទេអ្នកមិនត្រូវការវីដេអូលើកទឹកចិត្តរាល់ព្រឹកនោះទេអ្នកបានធ្វើជំរឿនហើយឥឡូវនេះអ្នករស់នៅដោយវាមិនលាន់មិនមានអារម្មណ៍ស្ងាត់ផ្ដោតអារម្មណ៍និងមានមូលដ្ឋានអ្នកមិនចាំបាច់បង្កើតសម្លេងរំខានដើម្បីធ្វើឲ្យមានការរីចម្រើននោះទេហើយអ្នកក៏មិនចាំបាច់ពន្យល់អំពីលំដាប់អតិភិបរបស់អ្នកចំពោះមនុស្សដែលមិនយល់ពួកគេនោះដែរពេលវេលារបស់អ្នកជាកម្មសិទ្ធិរបស់អ្នកថាមពលរបស់អ្នកជាកម្មសិទ្ធិរបស់វិស័យចក្ខុវិស័យរបស់អ្នករាល់ពេលដែលអ្នកសម្រេចចិត្តដោយមិនធ្វើឲ្យវាក្លាយជារឿងធំនោះអ្នកកសាងវិន័យអ្នកកសាងការគ្រប់គ្រងខាងក្នុងអ្នកកសាងកម្លាំងជំរុញដែលស្ងាត់នោះដែលមិនអាចបញ្ឈប់បានពីព្រោះឥឡូវនេះអ្នកមិនកំពុងធ្វើវាដើម្បីការយល់ព្រមនោះទេអ្នកកំពុងធ្វើវាពីព្រោះវាសំខាន់នោះហើយជាអ្វីដែលមនុស្សភាគច្រើនមិនទទួលបានពួកគេគិតថាប្រសិនបើពួកគេមិនត្រូវបានគេឃើញវាមិនរាប់បញ្ចូលនោះទេប៉ុន្តែការពិតគឺថា
ការរីកចម្រើនដ៏ល្អបំផុតកើតឡើងនៅក្នុងភាពងងឹតនៅពេលគ្មានអ្នកណាស៊ូអំពីវានៅពេលគ្មានអ្នកណារីកវាយចំពោះវានោះហើយជាកន្លែងដែលជោគជ័យពិតប្រាកដត្រូវបានបង្កើតឡើងនោះហើយជាកន្លែងដែលស្តង់ដារថ្មីត្រូវបានកំណត់មិនមែននៅពេលដែលកាមេរ៉ាបើកនោះទេប៉ុន្តែនៅពេលដែលពិភពលោកស្ងាត់ហើយញាក់នៅតែបង្ហាញខ្លួនការសម្រេចចិត្តរៀងរាល់ថ្ងៃមានន័យថាការកសាងជីវិតដែលមានរចនាសម្ព័ន្ធអ្នកមិនចាំបាច់បង្ខំខ្លួនរាល់ថ្ងៃនោះទេអ្នកគ្រាន់តែត្រូវការបដិញ្ញាចិត្តអ្នកមិនចាំបាច់ពឹងផ្អែកលើអារម្មណ៍ឬអារម្មណ៍នោះទេអ្នកត្រូវការពឹងផ្អែកលើការពិតថាសកម្មភាពរបស់អ្នកនៅថ្ងៃនេះនឹងកំណត់រូបរាងជីវិតរបស់អ្នកនៅថ្ងៃស្អែករាល់លំហាត់ប្រាណរាល់ការបញ្ចូលទៅនៅក្នុងទានានុប្រវត្តិរាល់ជំពូកដែលបាំងអានរាល់ម៉ោងដែលផ្ដោតអារម្មណ៍ទាំងនេះគឺជាប្លុកសំណង់ទាំងនេះគឺជាជំហានហើយអ្នកនឹងងាកមកក្រៅរកខ្លួនអ្នកវិញមួយឆ្នាំពីពេលនេះទៅដោយមិនស្គាល់ខ្លួនអ្នកផ្ទាល់មិនមែនពីព្រោះអ្នកបាននិយាយថាអ្នកនឹងផ្លាស់ប្ដូរនោះទេប៉ុន្តែពីព្រោះអ្នកបានធ្វើជៀសវាងការរំខានដែលទាញអ្នកឲ្យទៅធ្វើការបង្ហាញជៀសវាងមនុស្សដែលតាំងតែសួរថាអ្នកកំពុងធ្វើអ្វីប៉ុន្តែមិនដែលធ្វើអ្វីដែលខ្លួនឯងនោះឡើយជៀសវាងសម្ពាធដែលត្រយតែលន់អំពីដំណើររបស់អ្នកការរីកចម្រើនរបស់អ្នកកាន់តែស្ងាត់វាកាន់តែคล้ายជាការពិតការខិតខំប្រឹងប្រែងរបស់អ្នកកាន់តែស្ងាត់ការលូតលាស់របស់អ្នកកាន់តែមាំមួនអ្នកមិនចាំបាច់ប្រាប់ពួកគេថាអ្នកកំពុងធ្វើការនោះទេសូមឲ្យលទ្ធផលបង្ហាញឲ្យឃើញរាល់ថ្ងៃដែលអ្នកភ្ញាក់ឡើងអ្នកមានជំរឿអ្នកអាចត្រឡប់ទៅរកភាពងាយស្រួលវិញឬអ្នកអាចសម្រេចចិត្តម្ដងទៀតហើយប្រសិនបើអ្នកសម្រេចចិត្តសូមធ្វើវាដែលមានគោលបំណងសូមធ្វើវាដូចជាវាជារឿងតែមួយគត់ដែលសំខាន់កុំប្រញាប់កុំតាមដានផ្លូវកាត់គ្រាន់តែធ្វើវាឲ្យបានល្អហើយនៅពេលដែលវាបានធ្វើរួចសូមបន្តទៅការងារបន្ទាប់មិនចាំបាច់ក្រអឺតក្រទមមិនចាំបាច់បង្ហាញអ្នកដឹងថាអ្នកបានធ្វើអ្វីហើយនោះគឺគ្រប់គ្រាន់ហើយមនុស្សដែលប្រែក្លាយជីវិតរបស់ពួកគេមិនត្រូវការឲ្យពិភពលោកយល់ស្របជាមួយពួកគេនោះទេពួកគេគ្រាន់តែត្រូវការជឿជាក់លើការសម្រេចចិត្តរបស់ពួកគេហើយតាមដាននោះហើយជាខ្លឹមសារនៃជោគជ័យទាំងអស់ជំនឿតាមដោយសកម្មភាពមិនមែនជាពេកមិនមែនជាការបង្ហោះមិនមែនជាការសន្យាគ្រាន់តែជាការខិតខំប្រឹងប្រែងប៉ុណ្ណោះការខិតខំប្រឹងប្រែងដោយស្ងាត់ដ៏ស្មោះត្រង់ជារៀងរាល់ថ្ងៃហើយនៅពេលដែលអ្វីៗកាន់តែពិបាកហើយពួកគេនឹងមិនខកខានគុំដឹងក្តីគុំពន្យល់គ្រាន់តែបន្តផ្លាទីការតម្រៀវប្រសិនបើអ្នកត្រូវការរៀនពីវាកាន់តែខ្លាំងឡើងប៉ុន្តែមិនដែលឈប់រាល់ថ្ងៃដែលពិបាកដែលអ្នករស់រៀនមានជីវិតបន្ថែមវិភាគទៀងជាន់ថ្មីមួយទៀតរាល់ជ័យជំនះដោយស្ងាត់ដែលអ្នកទទួលបានកសាងភាពជឿរើហើយសកម្មភាពណាមួយដែលអ្នកធ្វើដោយមិនប្រាប់នឹងណាម្នាក់នឹងនាំអ្នកឲ្យកាន់តែខិតទៅជិតការខ្លាយជាមនុស្សដែលរស់នៅដោយមានគោលបំណងមិនមែនដើម្បីការយកចិត្តទុកដាក់នោះទេជីវិតនេះមិនមែនអំពីការត្រូវបានគេឃើញកំពុងធ្វើការងារនោះទេវាអំពីការធ្វើការងារហើយឲ្យវាកំណត់រូបរាងអ្នកនិយាយកាន់តែតិចអ្នកធ្វើកាន់តែច្រើនហើយអ្នកធ្វើកាន់តែច្រើនអ្នកកាន់តែលូតលាស់ហើយការលូតលាស់នោះคล้ายជាមិនអាចបដិសេធបានមិនមែនពីព្រោះអ្នកបានប្រាប់មនុស្សប៉ុន្តែពីព្រោះពួកគេនឹងឃើញវានៅក្នុងរបៀបដែលអ្នកដឹកនាំខ្លួនឯងនៅក្នុងរបៀបដែលអ្នកនិយាយនៅក្នុងរបៀបដែលអ្នករស់នៅសម្រាប់ចិត្តនៅថ្ងៃនេះបន្ទាប់មកម្ដងទៀតនៅថ្ងៃស្អែកបន្ទាប់មកថ្ងៃក្រោយអ្នកមិនចាំបាច់ប្រកាសវានោះទេអ្នកមិនចាំបាច់បញ្យល់វានោះទេគ្រាន់តែបង្ហាញជារៀងរាល់ថ្ងៃមួយជំហានម្ដងដោយស្ងាត់ឲ្យបានមានស្ថិរភាពហើយមើលថាតើរឿងរាល់យ៉ាងចាប់ផ្ដើមផ្លាស់ប្ដូរយ៉ាងដួលមិនដាច់មិនមែនទាំងអស់គ្នានៅក្នុងពេលតែមួយមិនមែននៅក្នុងសាធារណៈប៉ុន្តែជ្រៅខាងក្នុងដែលវារាប់បញ្ចូលច្រើនបំផុតនោះហើយជាកន្លែងដែលជោគជ័យកើតមាននៅក្នុងការសម្រេចចិត្តដោយស្ងាត់នៅក្នុងការខិតខំប្រឹងប្រែងជារៀងរាល់ថ្ងៃនៅក្នុងការជ្រើសរើសសម្រេចចិត្តដោយមិននិយាយពាក្យសម្បីតែមួយ